សួស្តីពុកម៉ែបងប្អូនទាំងអស់គ្នាតើយើងមកធ្វើជ្រក់ត្រសក់ទាំងអស់គ្នាថ្ងៃនេះយើងមានជ្រក់ត្រសក់ដែលវាមានរសជាតិស្រួយឬក៏ដូចជាជ្រក់វាឆ្ងាញ់និងរសជាតិជូរល្មមដែលយើងបានធ្វើហើយជ្រក់ដែលយើងធ្វើនៅពេលនេះគឺមានត្រសក់ចំនួន10គីឡូហើយសម្រាប់ត្រសក់ចំនួន10គីឡូនេះទៀតសោតគឺយើងយកវាមកលាងសម្អាតឲ្យបានស្អាតនិងឲ្យបានច្រះទឹកប្រហែលជា2ទៅ3ទឹកអញ្ចឹងណាសម្រាប់ខ្ញុំគឺខ្ញុំលាងចំនួន2ទឹកដោយសារត្រសក់នេះគឺជាត្រសក់ប្រភេទជាកសិកម្មដែលគេដាំនៅក្នុងឡោកសឹងដែលហៅថាផ្ទះតង់ណាអញ្ចឹងទៅវាអត់សូវមានអីប្រឡាក់ដីអញ្ចឹងខ្ញុំសម្រេចចិត្តវាថាសម្អាតវាចំនួន2ទឹកហើយរបៀបនៃការធ្វើជ្រក់នេះគឺយើងតម្រូវឲ្យមានគីឡសម្រាប់ទុកដាក់វាឲ្យបានសមរម្យបន្ទាប់ពីយើងលាងស្អាតហើយយើងបានដាក់វានៅក្នុងគីឡរួចហើយយើងចាប់ផ្ដើមមកលាយគ្រឿងសម្រាប់ត្រសក់10គីឡូនេះទៀតសោតគឺខ្ញុំប្រើស្ករចំនួន2គីឡូក៏ដូចជាអំបិលចំនួន2ខាំហើយខ្ញុំចែកវាចេញជា2ឆ្នាំងដោយសារឆ្នាំងរបស់ខ្ញុំគឺមានចំនួនកំណត់អញ្ចឹងមានន័យថាខ្ញុំដាំម្ដងទឹកវាប្រហែលជា8លីត្រជាមួយនឹងស្ករ1គីឡូនិងអំបិលចំនួន1ខាំហើយក្នុងនោះក៏ខ្ញុំបានចាប់ផ្ដើមបន្ថែមជាមួយនឹងខ្ទឹមក៏ដូចជាម្ទេសវាមានបរិមាណប្រហែលជា1ខាំកន្លះមានន័យថាម្ទេស1ខាំកន្លះហើយនឹងខ្ទឹមចំនួន1ខាំកន្លះរីឯមួយឆ្នាំងមួយទៀតគឺដូចគ្នាគឺចំនួន1ខាំកន្លះដូចគ្នាអញ្ចឹងសរុបមកគឺមាន2ឆ្នាំងសម្រាប់ខ្ទឹមទាំងអស់នេះគឺយើងដាក់វាចូលនៅក្នុងឆ្នាំងនៅពេលទឹកពុះខ្លាំងហើយទុកវាចោលរយៈពេល2នាទីដើម្បីឲ្យវាកាត់ជាមួយរសជាតិជ្រក់ជាមួយនឹងនៅក្នុងឆ្នាំងរបស់យើងជាមួយនឹងភ្លើងហ្នឹងហើយសម្រាប់ជ្រក់របស់យើងទៀតសោតយើងអត់បានប្រើជាមួយនឹងទឹកខ្មេះអញ្ចឹងមានន័យថាឲ្យវាហ្នឹងគឺជូរបែបជាលក្ខណៈធម្មជាតិរបស់វាហ្មងណាហើយបន្ទាប់មកយើងចាប់ផ្ដើមយកវាចាក់ទៅក្នុងគីឡរបស់យើងមានន័យថាចាក់ទាំងក្តៅតែម្ដងដើម្បីឲ្យជ្រក់របស់យើងជូរក្នុងអំឡុងរយៈពេល2ថ្ងៃដែលយើងអាចញ៉ាំបានអញ្ចឹងណាហើយសម្រាប់ជ្រក់នេះទៀតសោតខ្ញុំធ្វើនោះគឺចំនួន4គីឡូជាមួយនឹង1កែវហ្នឹងអញ្ចឹងយើងចាប់ផ្ដើមធ្វើវាមួយដំណាក់កាល